ជំរាបសួរលោកអ្នកបងប្អូនទាំងអស់ក្នុងព្រះគុណនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀនទី159ដែលយើងខ្ញុំលើកយកមកជូនលោកអ្នកនៅថ្ងៃនេះមានចំណងជើងថាសូមព្រះវិញ្ញាណជួយខ្ញុំឲ្យចេះអធិដ្ឋានមេរៀននេះជាប់តាក់ទងទៅនឹងកាន់គម្ពីរយូដាសជំពូក1ខ20ខ្ញុំនឹងអានជូនលោកអ្នករីឯបងប្អូនវិញបងប្អូនជាទីស្រឡាញ់អើយចូលកសាងគ្នាទៅវិញទៅមកលើជំនឿដ៏វិសុទ្ធរបស់បងប្អូនចូលអធិដ្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធលោកអ្នកបងប្អូនមានបងប្អូនយើងម្នាក់គឺជាបងប្រុសគាត់បានប្រាប់ខ្ញុំថាមានម្ដងនោះកូនស្រីរបស់គាត់បានភ្ញាក់ឡើងនៅពេលយប់ហើយយំយ៉ាងខ្លាំងកូនស្រីរបស់គាត់មិនបានឈឺអ្វីទេប៉ុន្តែនាងមិនព្រមឈប់យំសោះទោះបីជាគាត់និងភរិយារបស់គាត់ខំព្យាយាមលួងលោមយ៉ាងណាក៏ដោយគាត់មិនដឹងថាតើត្រូវធ្វើដូចម្ដេចឡើយគាត់ក៏បានចូលទៅក្នុងបន្ទប់ទឹកអង្គុយលើឥដ្ឋហើយស្រែកអធិដ្ឋានថាអោព្រះវិញ្ញាណដ៏វិសុទ្ធអើយព្រះអង្គជ្រាបថាមានរឿងអ្វីកើតឡើងចំពោះកូនស្រីរបស់ទូលបង្គំទ្រង់ជ្រាបពីអ្វីដែលនាងត្រូវការច្បាស់ជាងទូលបង្គំទៅទៀតដូច្នេះទូលបង្គំសូមប្រគល់នាងទៅក្នុងព្រះហស្ថទ្រង់នៅពេលនេះអាមែនខណៈដែលគាត់ចាប់ផ្ដើមអធិដ្ឋានជាភាសាចម្លែកស្រាប់តែកូនស្រីរបស់គាត់ក៏ឈប់យំភ្លាមតែម្ដងជាធម្មតាក្រោយពេលអធិដ្ឋានចប់យើងប្រាថ្នាចង់បានលទ្ធផលភ្លាមប៉ុន្តែវាមិនមែនចេះតែបានតាមតែចិត្តរបស់យើងចង់នោះទេមានពេលមួយទៀតបងប្រុសម្នាក់ផ្សេងទៀតបានប្រាប់ខ្ញុំថាគាត់មានការឈឺចាប់យ៉ាងខ្លាំងចាប់ពីកញ្ចឹងករហូតដល់ស្មារបស់គាត់បានប្រាប់ខ្ញុំទៀតថាគាត់បានអធិដ្ឋានសុំការប្រោសឲ្យជាប៉ុន្តែការឈឺចាប់នោះនៅតែបន្តអស់រយៈពេលយ៉ាងយូរហើយគាត់បានមានចិត្តព្រួយបារម្ភយ៉ាងខ្លាំងគាត់បន្តទៀតថាមានយប់មួយនោះគាត់បានលុតជង្គង់ចុះនៅក្នុងបន្ទប់របស់គាត់ហើយអធិដ្ឋានថាអោព្រះវិញ្ញាណដ៏វិសុទ្ធអើយទ្រង់ជ្រាបពីអាការៈរបស់ទូលបង្គំនេះទូលបង្គំមិនដឹងថាជាជំងឺនេះឬក៏ការឈឺនេះវាបណ្ដាលមកពីអ្វីទេប៉ុន្តែទូលបង្គំសូមឲ្យទ្រង់ជួយទូលបង្គំក្នុងការអធិដ្ឋាននេះផងគាត់ក៏ចាប់ផ្ដើមអធិដ្ឋានជាភាសាចម្លែកគាត់មិនដឹងថាបានអធិដ្ឋានយូរប៉ុណ្ណាទេប្រហែលជា1ម៉ោងឬលើសពីនេះទៅទៀតរហូតដល់តែគាត់មានអារម្មណ៍ថាភាពធ្ងន់ធ្ងរនៅក្នុងចិត្តត្រូវបានរសាយចេញអស់ចុងក្រោយគាត់ក៏បានគេងលក់ទាំងនៅឈឺនៅឡើយប៉ុន្តែលុះដល់ពេលគាត់ភ្ញាក់ឡើងការឈឺចាប់ក៏អស់លែងមានឈឺចុកចាប់នៅត្រង់ករហូតដល់ស្មារបស់គាត់ទៀតនៅពេលដែលលោកអ្នកប្រឈមមុខនឹងវិបត្តិលោកអ្នកអាចទូលប្រាប់ព្រះវិញ្ញាណដ៏វិសុទ្ធគឺលោកអ្នកអាចទូលប្រាប់ព្រះអង្គថាទូលបង្គំឬក៏ខ្ញុំម្ចាស់មិនដឹងថាត្រូវអធិដ្ឋានយ៉ាងដូចម្ដេចអំពីបញ្ហានេះឡើយទូលបង្គំឬក៏ខ្ញុំម្ចាស់បានធ្វើគ្រប់យ៉ាងដែលទូលបង្គំខ្ញុំម្ចាស់ដឹងរួចហើយប៉ុន្តែហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលនៅឡើយទេសូមព្រះវិញ្ញាណដ៏វិសុទ្ធជួយបង្រៀនទូលបង្គំឬក៏ខ្ញុំម្ចាស់ឲ្យចេះអធិដ្ឋានផងកាលដែលលោកអ្នកអធិដ្ឋានក្នុងព្រះវិញ្ញាណលោកអ្នកនឹងមានអារម្មណ៍ថាមានការអធិដ្ឋានមួយកំពុងកើតឡើងនៅក្នុងខ្លួនរបស់លោកអ្នកចូលហូរទៅតាមការដឹកនាំនោះរហូតដល់លោកអ្នកមានអារម្មណ៍ថាលោកអ្នកបានទទួលសេរីភាព
ឲ្យរួចពីចំណងលោកអ្នកនឹងមានអារម្មណ៍ថាមានសេចក្តីសុខសាន្តភាពធ្ងន់ធ្ងរត្រូវបានដកចេញហើយមានសម្លេងនៃជាជំនះនៅក្នុងដួងចិត្តរបស់លោកអ្នកព្រះវិញ្ញាណដ៏វិសុទ្ធធានាដល់លោកអ្នកថាគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញបន្ទាប់មកលោកអ្នកនឹងឃើញថាអ្វីដែលធ្លាប់ជារបាំងរារាំងមិនឲ្យលោកអ្នកទទួលបានការទម្លុះទម្លាយនោះត្រូវបានដកចេញបាត់អស់ហើយអ្វីដែលមកជំនួសវិញនោះគឺជាចម្លើយដែលលោកអ្នកត្រូវការអាមែនសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរយ៉ាងបរិបូរណ៍ដល់លោកអ្នកបងប្អូន